បងប្អូនអាចចុច volume បូកបន្ថែមសំឡេង volume ដក volume ថយសំឡេងហើយនឹងប៊ូតុងបិទបើកគ្រឿងប្រាប់ឲ្យជាប់រហូតដល់តែវាលុតឥឡូវម៉ាស៊ីនវាកំពុងតែដំណើរការហើយឥឡូវវាលុតហើយយើងលែងយើងធ្វើការលែងហើយនឹងយើងអាចរងចាំវារហូតដល់វាចេញមកវិញចំពោះវិធីនេះយើងអាចអនុវត្តបានចាប់ពី iPhone 8 Plus រហូតដល់17 Pro Max ឲ្យតែទូរស័ព្ទយើងកៀងយើងអាចអនុវត្តតាមវិធីនេះបានយើងអនុវត្តខ្លួនឯងងាយឥឡូវបន្ទាប់ពីចេញហើយយើងធ្វើការតេស្តមើល home screen នេះខូចទៀតយើងប្រើលើ AC Touch តេស្តលេខកូដដាក់ទៅដើរប្រយតាឥឡូវយើងវាសមើលដំណើរការស្រួលបាទដំណើរការស្រួលអូខេមានន័យថាជោគជ័យហើយតេស្តTouch សាកមើលដំណើរការស្រួលអត់អូខេជោគជ័យហើយបងប្អូនអាចអនុវត្តជួបគ្នានៅវីដេអូបន្ទាប់